តែទូទៅ Revit វាគូផ្ដោតគ្នាទាំងសំណង់ architect ទេអញ្ចឹងគាត់ថាឥឡូវយើងបង្កើត style ហ្នឹងក៏របៀបធ្វើ curtain wall វាមានច្រើនប៉ុន្តែគាត់ថាខ្ញុំអត់ធ្វើតាម family window ទេខ្ញុំធ្វើតាមពួក curtain wall វិញអញ្ចឹងទូទៅឧទាហរណ៍ខ្ញុំយក wall មួយយើងគូ store front ចេះមកនេះខ្ញុំចង់អាហ្នឹងទៅជា slab rail វិញណាអញ្ចឹងខ្ញុំបិទខ្ញុំឆ្នៃឲ្យមើលមួយសិនហើយវិធីទី1ឧទាហរណ៍ខ្ញុំធ្វើ mode គេអាចឆ្នៃមិនដាក់ fix distance ដល់មកយើងប្រើ border boolean ធ្លាប់រៀនដែរហ្នឹងហើយ boolean interior អានេះអូខេកាត់ចឹងខ្ញុំដូរនេះខ្ញុំយកគិតជា spacing 2 ម៉ែត្រហ្មងណាទឹកមុំអូខេអញ្ចឹងពេលយើងមើលដំបូងវាអត់តន់ទេឃើញទេអត់តន់ទៅដូចយើងធ្វើ mode មិញទេអញ្ចឹងខ្ញុំឆ្នៃតិចទៀតនេះលើអា boolean នេះវិធីងាយចុចលើហ្នឹងមកយើងគ្រាន់ edit ប៉ុន្តែអត់អាចបង្កើតថ្មីទេអញ្ចឹងមានថាយើងកែអាចប៉ះពាល់របស់គេអញ្ចឹងគ្រាន់ថាបើយើងចង់បង្កើតថ្មីយើងចូលមក family ពួក Revit គឺប្រើតែ family ទេតតែបង្កើតហ្នឹងតិចទៅមុខហើយ duplicate មកដាក់45 degree អញ្ចឹងខ្ញុំ edit ខ្ញុំដាក់អាហ្នឹង45ចុះនេះកម្រាស់ខ្ញុំយក thickness ខ្ញុំយករៀងក្រាស់តិចឲ្យស្ដើង30ទៅអូខេដូរវិញមកដាក់45អត់ទេ545ត្រូវប៉ុន្តែយើងនៅមានកញ្ចក់នេះអញ្ចឹងទូទៅអាហ្នឹងគេយក curtain វាហ្នឹងយកជាណាន់ហើយ MT ក៏មើល MT អញ្ចឹងកុំឲ្យមាន frame នេះតមកយើងអាចប្រើ boolean មួយទៀតយក 500 យើងដាក់ជាឆ្អឹងកដាវិញហ្នឹងវិធី manualចូលថាអាហ្នឹងយើងប្រើតាម curtain wall ស្រួលទេបើយើងប្រើតាម family រៀងពិបាកបន្តិចមិនឆ្នៃមួយទៀតគេមិនឧទាហរណ៍អាហ្នឹងគេមានប៉ុណ្ណឹងអញ្ចឹងគេប្រើ curtain wall មួយទៀត curtain wall ទី1មួយទៀតមកខ្ញុំគូយ៉ាងដូចគ្នាប៉ុន្តែខ្ញុំចង់ឲ្យកញ្ចក់ហ្នឹងតែនៅម្ដុំនេះទេខ្ញុំ remove ចោលខ្ញុំចង់ឲ្យនៅក្នុងនេះអញ្ចឹងគេ tab យកម្ដុំហ្នឹងដូរវាមក curtain wall ទី1អញ្ចឹងក៏បានហើយយក boolean មកចាំមកទៅនេះអា content wall ក្នុងកម្មវិធីយើងបង្កើតពួកនេះហ្នឹងមានស្រាប់យើងចង់គូក៏បានចង់ load មកថែមក៏បានដែរហ្នឹងគេហៅ boolean ប្រើពាក្យបច្ចេកទេសវា curtain wall boolean ចង់គូឆ្នៃខ្លួនឯងបានវាអត់មានអីព្រោះវាគ្រាន់តែជ្រុង profile ជ្រុងទេដូចយើងគូ sweep គូអីចឹងណាតែគ្រាន់ថានៅដូចខ្ញុំធ្លាប់បញ្យល់ពីមុនចឹង curtain wall វាបែងចែកអាក្នុងនេះ curtain panel អញ្ចឹងក៏យើងអាចបំលែងវាប្រើជំនួស sweep ឬក៏ប្រើចង់ឆ្នៃកញ្ចក់ហ្នឹងទៅជាប្រភេទកញ្ចក់អីក៏បានទៅ slab rail ទៅអីក៏បានដែរនេះយើងខ្ចីឬក៏យើងធ្វើ mode ដូចរបស់គេនេះអានេះវាគូតម្លាក់ពីលើអញ្ចឹងឆ្អឹងរបស់វាជ្រុងឯងឆ្អឹងរបស់គេជ្រុងអញ្ចឹងបានន័យថារបស់យើងក៏យើងអាចប្រើឆ្អឹងជ្រុងដែរគូដំបូងស្រួលទេបាទដំបូងស្រួលទេដំបូងឡាដំបូងកញ្ចក់អត់ទេដំបូងដៃណៃយើងគូដៃណៃ
Chọn vậy ta do ru nắng trên này cái thành bó thơ bướng thơ ở đài này tôm ban ta cái phơi chân của bạn mình táต่อไปไปcon thì phạm mán anh đi cất mùi liền điều bạ lại nắng á bạn tá còn lệ cai trồng lại đi hòn đi chỗ sạch lại nhỉ cho nhìn con rồi nó kẹt tôn tần nồi lại tần nồi vì chào thì smart sáng mấy tay ok